ចាលើកនេះគឺប៉ះគីឡូធ្ងន់មកឈុតទៀតហើយចាគឺឈុតនេះគឺជាប្រភេទឧបករណ៍កាត់ស្មៅធ្វើជីដែលមានប្រវែងរហូតដល់2ម៉ែត្រចាគឺជាលំដាប់គីឡូធ្ងន់តែម្ដងដែលយើងយកទៅភ្ជាប់ជាមួយនឹងត្រាក់ទ័រខ្នាតធំចាបងមើលពីចម្ងាយចេះមើលទៅអត់សូវឃើញធំទេប៉ុន្តែខាងក្រៅវិញចាបងសាក់សម័យមើលទៅចាប្រវែងរហូតដល់2ម៉ែត្រចាហើយបងប្រុសគឺគាត់អត់បានជួយមកមើលទេគឺគាត់កំងតាមផេកយកតែម្ដងដល់ថ្ងៃគឺដឹកទៅតេស្តនៅចំការចាហើយនេះគឺជា feedback ភ្ញៀវផ្ទាល់តែម្ដងដែលយើងធ្វើការកាត់នៅទឹកដីខេត្តកំពង់ចាមប្រទេសកម្ពុជារបស់យើងនឹងទេចាបងខ្លះគាត់ឆ្ងល់គាត់ថាមើលទៅ background ដូចនៅខ្មែរចាប៉ុន្តែដូចជាអត់ដែលឃើញគេប្រើអញ្ចឹងចាគឺបញ្ជាក់ជូនគឺនេះគឺយើងកាត់នៅខេត្តកំពង់ចាមនៅក្នុងចំការកស៊ូចាអញ្ចឹងបងដែលអត់ទាន់មានឧបករណ៍នេះប្រើគឺបងអាចធ្វើការកំងបានគឺធានាជូនមិនថាបងកំងខ្នាតណាទេមិនថាខ្នាតតូចខ្នាតកណ្ដាលឬក៏ខ្នាតធំគឺរាល់អីវ៉ាន់ដែលចេញជូនគឺចេញមកភ្លឹងកាត់ស្អាតអញ្ចឹងតែម្ដងចាបងអាចកំងដោយទំនុកចិត្តបានហើយពីតុងមីលីចាគឺពិតជាចង់ឲ្យបងប្រើនៅឧបករណ៍នេះមែនតែនព្រោះដោយសារសម្រាប់ឧបករណ៍នេះគឺវាមានអត្ថប្រយោជន៍ច្រើនចាកាលពីមុនយើងទិញថ្នាំបាញ់ស្មៅចារាល់ឆ្នាំមានថាយើងត្រូវការចំណាយរាល់ឆ្នាំតែម្ដងចាប៉ុន្តែបើសិនជាយើងមានឧបករណ៍កាត់ស្មៅធ្វើជីកប៉ុសជីធម្មជាតិនេះវាអាចថែរក្សាគុណភាពដីបងអតិថិជនហើយគឺបងទិញតែម្ដងគឺបងអាចប្រើវិលជុំចាចការធំអីគឺគាត់មានមកគ្រឿងឬក៏មួយឈុតនេះគឺថាចំណេញច្រើនតែម្ដងបងអាចមើលពីគុណភាពកាត់បានចាគឺកាត់មកម៉ត់ហើយឡើង smooth តែម្ដងចាចឹងបងដែលមានតម្រូវការជាឧបករណ៍កាត់ស្មៅធ្វើជីគ្រប់ខ្នាតគឺបងអាចធ្វើការកំងពី page តុងមេងឌីបានអរគុណសម្រាប់ការផ្ដល់ទំនុកចិត្តនិងការគាំទ្រមកកាន់តុងមេងឌី